mà hôm một mục ní nhung thanh niên tha bài về chăng pi chăng bông ôn cứ mình so tề mơ tài bảo học chính trăm chai nên nhóm cả đằng tha bài ở copy về chăng hơi khai ní cứ chia khai số cái sang bông ôn cái sang toàn cha là tề bàn tay dân ai từ chính trăm bảo học chai nhằm bàn hay chấm po bảo học chai ní bông ôn bật chỉ chăng tề chúng đi số bông ôn ở kia mà căn video thay nên nhung mà đang tiền đấy ngàyนี้ខ្ញុំបានចិញ្ច្រាំប្រហុកឆៅបងប្អូននេះប្រហុកឆៅជាមួយនឹងកសាំងបងប្អូននេះកសាំងខែនេះអត់តាន់ចាស់ល្អឯអាចច្រាំបានបងប្អូនអាចជួយហើយចំពោះគ្រឿងផ្សំនេះខ្ញុំមានកូនលក្រីខ្ទឹមសល្ក្រូចហើយនឹងម្ទេសយើងដាក់ច្រើនមិនឆ្ងាញ់បងប្អូនច្រាំប្រហុកហើយនឹងរំដេងបងប្អូនយើងកាត់ភាពនេះឲ្យវាឈ្ងុយហើយកុំឲ្យវារាងធំឆ្អាបអញ្ចឹងណាបងប្អូនដាក់ដេងបន្តិចបានហើយយើងលួចអញ្ចឹងណាហើយចំពោះគ្រឿងខ្ញុំប្រើស្ករហើយនឹងប៊ីចេងហើយចំពោះបន្លែបងប្អូនអាចដាក់តាមចំណុចចិត្តបងប្អូនជួយចិត្តបន្លែបែបណាបងប្អូនដាក់បែបហ្នឹងហើយនាងខ្ញុំមានតសក់ប៉ាពីអូយត្រូវហ្មងប្រហុកឆៅបងប្អូនភ្លៀងទៀតអែមហ្មងហើយនេះត្រប់ពណ៌ស្វាយលក់របស់ខ្ញុំមានប៉ុណ្្នឹងឯងឥឡូវកុំឲ្យខាតពេលវេលាយូរបងប្អូនតាមដានវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់តើវិធីធ្វើច្រាំប្រហុកឆៅកសាំងនេះខ្ញុំធ្វើរបៀបណាឥឡូវនេះខ្ញុំចាប់ដើមច្រាំប្រហុកឆ្អឹងបើសិនជាបងប្អូនមានប្រហុកសាច់រត់តែឆ្ងាញ់ឥឡូវចាប់ដើមច្រាំប្រហុកឆ្អឹងម្ទេសខ្ទឹមយើងច្រាំឲ្យរៀងមាត់បន្តិចមកចាំយើងដាក់ម្ទេសហើយនឹងខ្ទឹមនេះចូលចំពោះបងប្អូនម្ទេសដាក់ច្រើនណាស់រត់តែឆ្ងាញ់ច្រាំប្រហុកឆៅបន្ទាប់ពីយើងដាក់ម្ទេសខ្ទឹមរួចរាល់ហើយនេះខ្ញុំចាប់ដើមដាក់កូនលក្រីនេះកូនលក្រីបងប្អូនយើងហាន់ស្ដើងហ្នឹងបងប្អូនដាក់មកហើយបន្តមកទៀតនឹងខ្ញុំដាក់ស្លឹកក្រូចចូលដាក់មុខតិចសិនណាស្លឹកក្រូចបើសិនជាមានក្រងទៀតណាបងប្អូនអែមមែនតើដោយសារនេះខ្ញុំនៅខាងខ្ញុំអត់តាន់សូវមានក្រងលក់អញ្ចឹងទៅនេះខ្ញុំអត់បានដាក់បើសិនជាយើងដាក់ក្រងទៀតបងប្អូនហើយឆ្ងាញ់មែនតើហើយកូនលក្រីស្លឹកក្រូចញ៉ាំដេងនេះខ្ញុំដាក់ប៉ុណ្ណឹងឥឡូវយើងច្រាំចូលគ្នាល្អឲ្យមាត់សិនណាបងប្អូនចាំយើងដាក់កសាំងឥឡូវយើងចិញ្ច្រាំប្រហុករបស់យើងហ្នឹងកូនលក្រីលក្រូចដេងអីហ្នឹងម្ទេសខ្ទឹមហ្នឹងមាត់ហើយឥឡូវយើងចាប់ដើមដាក់កសាំងឥឡូវខ្ញុំច្រាំកសាំងរួចរាល់ហើយឥឡូវចាប់ដើមដាក់ស្ករប៊ីចេងចូលស្កររៀងច្រើនតិចដោយសារប្រហុកឆ្អឹងបងប្អូនភាគច្រើនគឺគេដាក់អំបិលច្រើន
ចំពោះប្រហុកចិញ្ច្រាំកសាំងខ្ចីនេះបងប្អូនខែនេះមិនតាន់ជាចាស់ប៉ុន្មានទេចំពោះកសាំងតែយើងអាចយកមកចិញ្ច្រាំប្រហុកញ៉ាំបានបងប្អូនហើយខែនេះក៏មិនសូវជាមានក្រងដែរបងប្អូនហើយនាងខ្ញុំក៏អត់បានទិញក្រងយកមកដាក់បើសិនជាបងប្អូនបើសិនជាមានក្រងរត់តែឆ្ងាញ់ទៀតបងប្អូនវីដេអូនាងខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអំពុំមិញដែលទស្សនាវីដេអូនាងខ្ញុំពីដើមរហូតដល់ចប់សូមអរគុណ